ឯកឧត្តមខូរីដាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់នាថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025នៅសាលាស្រុកបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកនិងជានាយករដ្ឋបាលសាលាស្រុកតាឡូសែនជ័យនៃខេត្តពោធិ៍សាត់ដោយបានការចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលខេត្តនាយករដ្ឋបាលសាលាខេត្តតំណាងសាលាដំបូងខេត្តប្រធានអនុប្រធានមន្ត្រីអង្គភាពនានាជុំវិញខេត្តកងកម្លាំងប្រដាប់អាវុធទាំង3ក្រុមប្រឹក្សាស្រុកគណៈអភិបាលស្រុកក្រុមប្រឹក្សាឃុំនិងមន្ត្រីការិយាល័យជុំវិញស្រុកជាច្រើនបន្ទាប់ពីលោកសំនរិទ្ធអតីតអភិបាលនៃគណៈអភិបាលស្រុកតាឡូសែនជ័យបានធ្វើរបាយការណ៍សង្ខេបជូនអំពីភូមិសាស្ត្រនិងស្ថានភាពទូទៅរបស់រដ្ឋបាលស្រុកនោះវិញមកលោកពេជ្រសុវណ្ណនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តពោធិ៍សាត់បានអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ873អនក្រតតចុះថ្ងៃទី20ខែតុលាឆ្នាំ2025ត្រូវបានតែងតាំងលោកច័ន្ទវិចិត្រឋានន្តរស័ក្តិវរៈមន្ត្រីថ្នាក់លេខ2ពីអភិបាលរងនៃគណៈអភិបាលស្រុកវាលវែងមកជាអភិបាលនៃគណៈអភិបាលស្រុកតាឡូសែនជ័យនិងប្រកាសលេខ5393ប្រកចុះថ្ងៃទី26ខែឧសភាឆ្នាំ2025ត្រូវបានតែងតាំងលោកជាសវីជានាយករដ្ឋបាលសាលាស្រុកលោកច័ន្ទវិចិត្រដែលទៅទទួលបានមុខតំណែងថ្មីជាអភិបាលនៃគណៈអភិបាលស្រុកតាឡូសែនជ័យបានបដិញ្ញាចិត្តដូចតទៅទី1គោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននិងត្រឹមត្រូវតាមច្បាប់ព្រះរាជក្រឹត្យអនុក្រឹត្យបទបញ្ជានិងលិខិតបទដ្ឋានគតិយុត្តនានានិងការចាត់តាំងការណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដោយតម្កល់នៅឧត្តមប្រយោជន៍ជាតិនិងប្រជាជនទី2សហការឲ្យបានស្អិតរមួតជាមួយក្រុមប្រឹក្សាគណៈអភិបាលនិងមន្ត្រីជំនាញជុំវិញខេត្តអង្គភាពពាក់ព័ន្ធនានាសម្ដៅសម្រេចឲ្យបាននូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានិងទិសដៅការងារប្រចាំឆ្នាំក្នុងរដ្ឋបាលស្រុកទី3ខិតខំទប់ស្កាត់និងលុបបំបាត់រាល់ភាពអសកម្មដែលធ្វើឲ្យប៉ះពាល់បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋនិងខិតខំជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរទី4ខិតខំជំរុញការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពតាមរយៈការខិតខំប្រឹងប្រែងបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសនានាដូចជាសកម្មភាពលួចឆក់ប្លន់គ្រឿងញៀនខុសច្បាប់អំពើជួញដូរមនុស្សល្បែងស៊ីសងនិងបទល្មើសបំផ្លិចបំផ្លាញធនធានធម្មជាតិនិងយកចិត្តទុកដាក់រៀបចំកសាងនិងអភិវឌ្ឍលើវិស័យនានាក្នុងស្រុកជាពិសេសលុបបំបាត់ការចោលសម្រាមពាសវាលពាសកាលនិងជំរុញការរៀបចំកែលម្អសោភ័ណភាពទីប្រជុំជនដើម្បីធានានៅបរិស្ថានល្អប្រកបដោយសក្តានុពលសេដ្ឋកិច្ចលើកកម្ពស់គុណភាពជីវភាពរស់នៅប្រកបដោយវិបុលភាពនិងសុខុមាលភាពជូនប្រជាពលរដ្ឋនៅទូទាំងស្រុកទី5ប្រកាន់ខ្ជាប់នៅសិលធម៌ល្អសេចក្តីថ្លៃថ្នូរសច្ចធម៌យុត្តិធម៌គុណធម៌នៅក្នុងអង្គភាពទី6ចូលរួមលើកកម្ពស់ស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុងនិងប្រពៃណីជួយយកអាសាគ្នានិងទី7បន្តខិតខំយកចិត្តទុកដាក់បង្កើនសមត្ថភាពផ្ទាល់ខ្លួនតាមរយៈការសិក្សាបន្ថែមនិងការស្វែងយល់រៀនសូត្រពីបទពិសោធន៍រៀនច្បងចំនួនមុននិងអ្នកនៅជុំវិញខ្លួនដើម្បីបង្កើនប្រសិទ្ធភាពការងារនិងការបម្រើពលរដ្ឋឲ្យបានកាន់តែល្អប្រសើរឡើងឯកឧត្តមខូរីដាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានសម្ដែងនៅការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាស្រុកគណៈអភិបាលស្រុកឃុំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំង3និងស្ថាប័នពាក់ព័ន្ធដែលជានិច្ចកាលតែងតែអនុវត្តនៅទូនាទីភារកិច្ចសហការសាមគ្គីនិងលើកកម្ពស់ការផ្តល់សេវាសាធារណៈប្រកបដោយបរិយាបន្ននិងសមធម៌សង្គមឯកឧត្តមបានថ្លែងបញ្ជាក់ថាដោយពិនិត្យទៅលើលក្ខណៈសម្បត្តិសមត្ថភាពនិងបទពិសោធន៍ការងាររដ្ឋបាលខេត្តបានធ្វើសំណើទៅក្រសួងមហាផ្ទៃព្រមទាំងបានសម្រេចតែងតាំងលោកច័ន្ទវិចិត្រពីអភិបាលរងនៃគណៈអភិបាលស្រុកវាលវែងឲ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកតាឡូសែនជ័យនិងលោកជាសវីជានាយករដ្ឋបាលសាលាស្រុកដើម្បីសម្រួលការផ្តល់សេវានៅមូលដ្ឋានឲ្យកាន់តែលឿនមានភាពជឿជាក់និងមានតម្លាភាពឯកឧត្តមបានគូសបញ្ជាក់ថាស្រុកតាឡូសែនជ័យនៃខេត្តពោធិ៍សាត់គឺជាស្រុកកូនពៅដែលទើបនឹងបង្កើតថ្មីនិងជាស្រុកអាទិភាពមួយដែលត្រូវយកចិត្តទុកដាក់អភិវឌ្ឍរួមទាំងហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
ឯកឧត្តមក៏សូមយកឱកាសនេះសម្ដែងការអបអរសាទរសម្រាប់ការខិតខំប្រឹងប្រែងរួមគ្នាបំពេញភារកិច្ចទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរដ្ឋបាលស្រុកតឡូសែនជ័យធ្វើឲ្យស្រុកមួយនេះមានការអភិវឌ្ឍទទួលបាននូវសមិទ្ធផលជាច្រើនក្នុងអាណត្តិដឹកនាំរបស់លោកសំនរិទ្ធរយៈពេល6ឆ្នាំកន្លងមកនេះ